ក្នុងធុងសម្រាមឬមួយការយុទ្ធវាមានការចងចាំឡើងវិញហើយទៅបានជាវាមិនលេបឆ្នាំមួយនេះខ្ញុំក៏កំពុងបារម្ភរឿងនឹងដូចគ្នាទៅបានជាខ្ញុំមករកលោកហ្នឹងណានាតចាញ់កូនឃ្លានហូមបើប្រហែលជាកូនរបស់យើងនេះសម្ដីផ្អែមល្ហែមហើយបានជួយចិត្តរបស់ផ្អែមអញ្ចឹងអាយុទ្ធនៅទីនេះស្ងាត់ល្អណាស់បើយើងទៅប្រាប់វាថាវាបាត់បង់ការចងចាំគឺជាអាការល្អហើយអាយុទ្ធលេងអាយុទ្ធបងមានរឿងមួយចង់ប្រាប់ឯងតាមពិតទៅឯងបាត់បង់ការចងចាំទៅបានជាឯងភ្លេចបងភ្លេចម៉ែអាយុទ្ធចាំមើលតើសកម្មភាពរបស់ឯងយ៉ាងណាមែនហើយខ្ញុំបាត់ការចងចាំហើយចុះបើខ្ញុំបាត់ការចងចាំនោះតើវាយ៉ាងម៉េចអាយុទ្ធក៏ព្រោះតែឯងបាត់បង់ការចងចាំទៅបានជាឯងស្អប់បងស្អប់ម៉ែស្អប់វិមាននិងស្អប់បង្នៀតឯងអាយុទ្ធបងចង់ឲ្យឯងនេះមានការចងចាំឡើងវិញណាដើម្បីទៅជួបជុំគ្រួសារយើងវិញណាចុះលោកមានសួរអត់ថាខ្ញុំនេះចង់ទៅជួបជុំជាមួយលោកវិញអត់អាយុទ្ធឯងនិយាយបែបនេះបានន័យថាយ៉ាងម៉េចឯងមានដឹងទេពេលនេះគ្រប់គ្នាកំពុងតែរងចាំឯងត្រឡប់ទៅវិញណាជាពិសេសវិមានតែប្រាប់គេទៅថាមិនបាច់ចាំខ្ញុំនោះទេហើយខ្ញុំក៏មានគុណដឹងដែរខ្ញុំមិនចង់មានគ្រួសារកម្រួលដូចជាអ្នកទេគ្រួសារកម្រួលយ៉ាងម៉េចអាយុទ្ធឯងកុំជឿនាងនីតានោះអីណានាងនីតានោះវាផ្លុំតិចឯងនោះទេលេងកុំមកប៉ះខ្ញុំនីតាផ្លុំតិចខ្ញុំយ៉ាងម៉េចនីតាគេល្អជាមួយខ្ញុំណាស់មិនដូចជាពួកអ្នកនោះទេចង់បានតែលុយខ្ញុំបើជ្រុលជាបោះបងខ្ញុំចោលហើយមករកខ្ញុំទៅអីទៀតចេញទៅអាយុទ្ធបានបងនឹងចេញព្រោះបងដឹងថាពេលនេះឯងកំពុងតែបាត់បង់ការចងចាំទោះបងនិយាយអីក៏ឯងមិនជឿបងដដែលហ្នឹងអាយុទ្ធបងនឹងព្យាយាមឲ្យឯងនេះមានការចងចាំឡើងវិញព្រោះម៉ែកំពុងតែរងចាំឯងនៅផ្ទះពួកនេះវិញពិតជារំខានមែននីតានិយាយមិនខុសពួកវាចង់បានតែលុយអ្នកប្រធានមុននេះខ្ញុំទៅហៅម្ចាស់គេតែម្ចាស់គេមិននៅផ្ទះនោះទេមិននៅនោះទេបើគេមិននៅផ្ទះចាំថ្ងៃក្រោយចាំយើងមកទៀតណាអាយុទ្ធយើងពិតជាចង់ដឹងណាថាឯងសំដែងឬមួយក៏ឯងពិតជាមិនស្គាល់ពួកវាពិតមែនបងរាជឲ្យទៅរកអំពើអីក៏យូរម្លេះមនុស្សកំពុងតែហេវផងនេះបងនាតវិមាននេះឯងទៅបរិញ្ញាសាស្ត្រទៀតហើយអីចាបងខ្ញុំទៅបរិញ្ញាសាស្ត្រតែខ្ញុំក៏ឆ្លៀតចូលទិញផ្លែឈើមកឲ្យបងហ្នឹងណាតែបងបងអរគុណណាចាបងនាតយើងចាំបងរាជទៅណាគឺបងឲ្យគាត់ទៅរកអំពើមកឲ្យបងហូបហ្នឹងណានាតបងមកវិញហើយវិមាននេះឯងទិញផ្លែឈើយកផ្ញើបងឯងមែនទេចាបងរាជនេះបងកើតអីហ្នឹងមិនក៏ទឹកមុខបោះសពូនម្លេះគឺមុននឹងបងជួបអាយុទ្ធបានជួបអាយុទ្ធចុះបងបាននិយាយអីខ្លះប្រាប់វាអត់បងបាននិយាយប្រាប់វាហើយវាក៏ដឹងដែរថាវានេះបាត់បង់ការចងចាំវាប្រាប់បងថាវាមិនចង់ស្គាល់គ្រួសារយើងនោះទេនាតបងគិតថាអាយុទ្ធនេះត្រូវនាងនីតានោះបង្វិលក្បាលនឹងចិត្តឈួតហើយបងរាជខ្ញុំគិតថាគ្មានអ្នកណាបង្វិលក្បាលគេនោះទេតែមកពីការស្រឡាញ់នាងនីតានោះខ្លួនឯងវិមានហើយតែឯងនិយាយអញ្ចឹងបងក៏គិតដូចបងរាជដែរបងគិតថានាងនីតាហើយនឹងអសង្ហានោះជាអ្នកបង្វិលក្បាលអាយុទ្ធទៅបានជាអាយុទ្ធវាផ្លេចពួកយើងអញ្ចឹងគ្មានទេមកពីចរិតមនុស្សហ្នឹងបានខ្ញុំទៅបរិញ្ញាសាស្ត្រសិនហើយ